ឥឡូវថ្ងៃនេះយើងមកដឹងពីភាពលម្អិតនៃការបង់រំលោះបន្តិចអញ្ចឹងពីយើងដែលចាប់ផ្ដើមមុននឹងបង់រំលោះពេលដែលយើងបង់រំលោះហើយនឹងក្រោយពេលយើងបង់រំលោះឥឡូវយើងចាប់ផ្ដើមពេលថាយើងគួរធ្វើអ្វីខ្លះមុនពេលដែលយើងបង់រំលោះម៉ូតូអញ្ចឹងជាទូទៅកាលណាមុននឹងយើងចុះហត្ថលេខាទិញម៉ូតូបង់រំលោះហ្នឹងយើងត្រូវមើលអីគេយើងមើលត្រឹមតែថាតើការបង់របស់យើងនឹងមានទឹកប្រាក់ចំនួនប៉ុណ្ណាដែលថាមុននឹងយើងទិញម៉ូតូបង់រំលោះនោះហើយអ្វីដែលគន្លឹះសំខាន់យើងកុំសម្រេចចិត្តទិញម៉ូតូព្រោះតែឃើញតែការផ្សព្វផ្សាយបង់តែប្រមាណដុល្លារបង់តែប៉ុណ្ណេះបង់តែប៉ុណ្ណោះនៅក្នុងមួយខែក្នុងមួយអីចឹងយើងត្រូវគិតថាសមត្ថភាពហិរញ្ញវត្ថុរបស់យើងនឹងជាចាំបាច់នឹងបងប្អូនថាតើត្រូវការបងប្អូនត្រូវការម៉ូតូថ្មីឬក៏បងប្អូនត្រូវការម៉ូតូមកទឹកអញ្ចឹងជាទូទៅបើសិនជាម៉ូតូចាស់ដែលយើងនៅអាចប្រើបានឬក៏អត់ហើយបើសិនជាយើងជុំទិញម៉ូតូថ្មីអញ្ចឹងម៉ូតូថ្មីនឹងវាជួយសម្រួលការងារយើងដល់កម្រិតណាហើយម៉ូតូនឹងវាអាចបង្កើនប្រាក់ចំណូលដែរយើងដែរឬក៏អត់អញ្ចឹងភាពចាំបាច់ទី1គឺយើងសម្រេចចិត្តថាគួររំលោះនឹងឯងគឺយើងទិញតាមតម្រូវការមិនមែនទិញទៅតាមអារម្មណ៍នោះទេអញ្ចឹងចំណុចទី2ដែលយើងត្រូវពិចារណាគឺយើងគិតអំពីគណនាអំពីសមត្ថភាពហិរញ្ញវត្ថុរបស់យើងថាតើប្រាក់ចំណូលប្រចាំខែរបស់យើងក្នុងមួយខែហ្នឹងយើងរកចំណូលបានប៉ុណ្ណាហើយការចាយវាយរបស់យើងចាយអស់ប៉ុណ្ណាបន្ទាប់មកបាទយើងគិតថាការសន្សំរបស់យើងនៅពេលដែលបង់រំលោះហ្នឹងយើងអាចមានលទ្ធភាពបង់ប៉ុណ្ណាកន្លែងហ្នឹងខ្ញុំឧទាហរណ៍ចេះឧទាហរណ៍ថាយទូទៅធនាគារគេគិតថាយើងបង់ត្រឹមតែ50%នៃប្រាក់ខែរបស់យើងទេឥឡូវឧទាហរណ៍តែយើងមានប្រាក់ខែ200អញ្ចឹងប្រាក់ខែ200ជាទូទៅកន្លែងបង់រំលោះគេឲ្យយើងបង់ត្រឹមតែ$100ទេដើម្បីអីដើម្បីទុក$100ហ្នឹងសម្រាប់ការចាយវាយប្រចាំថ្ងៃរបស់យើងអាហ្នឹងគេគិតថាมันឲ្យយើងលើសពីសមត្ថភាពនៅក្នុងការបង់រំលោះកន្លែងខ្លះគេឲ្យត្រឹមតែ40%នៃប្រាក់ចំណូលរបស់យើងប្រចាំខែទេអញ្ចឹងចំណុចទី3យើងត្រូវគិតថាកំណត់ថវិកាឲ្យបានសមរម្យថាតើតម្លៃដែលយើងទិញម៉ូតូនឹងយើងជ្រើសទិញម៉ូតូនឹងវាសមទៅនឹងសមត្ថភាពយើងដែរឬក៏អត់ហើយវាជាជំរើសនឹងឯងជាតម្រូវការតាមសមត្ថភាពយើងដែរឬក៏អត់ឥឡូវចេះបើយើងធ្វើការអញ្ចឹងការងាររបស់យើងគួរតែប្រើម៉ូតូតម្លៃ1000 2000ឬក៏គួរតែប្រើម៉ូតូតម្លៃ5000នៅខ្លះត្រូវគិតត្រង់ចំណុចមួយទៀតអាឡូថតការងារយើងសំណង់អញ្ចឹងយើងគួរតែទិញម៉ូតូប្រភេទណាប្រភេទអូតូម៉ូតូស៊េរីថ្មីឬក៏ម៉ូតូល្មមអាចជិះបានអាសង់010អាសង់015 020អញ្ចឹងទៅឬក៏ជួនកាលបើសិនយើងទិញខុសតម្រូវការក៏វាពិបាកដែរឧទាហរណ៍យើងធ្វើការងារសំណង់ស្រាប់តែយើងទិញคลิกbasicថ្មីឬក៏យើងទិញ ADV អានឹងការប្រើប្រាស់ហ្នឹងវាលើសពីសមត្ថភាពនៃការងាររបស់យើងរួចទៅហើយចំណុចទី4ដែលយើងត្រូវធ្វើគឺយើងប្រៀបធៀបការផ្ដល់របស់ធនាគារកុំព្រោះតែគិតថាអត្រាការប្រាក់នឹងជាចំណុចតែមួយផ្នែកមួយគត់ដែលធ្វើឲ្យយើងទាញនៅក្នុងការបង់រំលោះហ្នឹងយើងត្រូវគិតចំណុចផ្សេងទៀតថាតើរយៈពេលបង់ហ្នឹងយើងបង់ប្រមាណឆ្នាំអត្រាការប្រាក់ហ្នឹងយ៉ាងម៉េចហើយថ្លៃសេវាប្រចាំខែយ៉ាងម៉េចហើយបើសិនជាយើងបង់យឺតគេពិន័យយ៉ាងណាបើសិនជាយើងបង់ផ្ដាច់តើគេពិន័យយ៉ាងម៉េចជាទូទៅធនាគារយើងបង់រយៈពេលបាន6ខែពេល6ខែក្រោយមកយើងបង់ផ្ដាច់គឺអត់មានបញ្ហាទេប៉ុន្តែបើសិនយើងបង់មុន6ខែគេពិន័យ3%លក្ខខណ្ឌរបស់ធនាគារមួយចំនួនទៀតគេបង់ឲ្យយើង2ឆ្នាំ1ឆ្នាំអញ្ចឹងគេអត់គិតរឿង6ខែទេគេគិត50%បែបម៉េចឧទាហរណ៍ថាយើងបង់រយៈពេល2ឆ្នាំអញ្ចឹងតើតែយើងបង់បាន1ឆ្នាំបានគេអត់ផាក3%បើសិនជាយើងបង់មុន1ឆ្នាំគេផាកយើង3%នៃប្រាក់ដែលយើងនៅសល់អានឹងគឺការផាកពិន័យអញ្ចឹងការផាកពិន័យមុននឹងបង់ផ្ដាច់នឹងគេគិតទៅតាមលទ្ធភាពរបស់យើងហើយគឺតាមលក្ខខណ្ឌរបស់ធនាគារមួយនឹងវាអត់ត្រូវគ្នាវាអត់ដូចគ្នាទាំងស្រុងអញ្ចឹងទេចំណុចទី5ដែលយើងត្រូវគណនាតម្លៃសរុបដែលត្រូវបង់ថាតើយើងបង់ទាំងសរុបអស់ប៉ុន្មានបងប្អូនតម្លៃម៉ូតូប៉ុន្មានតម្លៃសរុបដែលយើងត្រូវបង់ប៉ុន្មានការប្រាក់សរុបអស់ប៉ុន្មានហើយសេវាអស់ប៉ុន្មានដែរអញ្ចឹងចំណុចចុងក្រោយនឹងថាតើសរុបសេចក្តីយើងសរុបទាំងសេវាយើងសរុបទាំងថ្លៃម៉ូតូយើងសរុបទាំងការប្រាក់ទាំងអស់យើងត្រូវអស់ប៉ុន្មានអញ្ចឹងអ្វីហ្នឹងគឺយើងត្រូវថ្លឹងថ្លែងដែរថ្លឹងថ្លែងយ៉ាងម៉េចឧទាហរណ៍ថាម៉ូតូយើងបង់3ឆ្នាំយើងទិញតម្លៃតែ$2000ទេស្រាប់តែបង់3ឆ្នាំដល់ទៅ$2000ទៀតវាឡើង$4000អញ្ចឹងតម្លៃនឹងវាហួសហេតុហើយដែលបងប្អូនត្រូវថ្លឹងថ្លែង
តើការប្រាក់មួយខែអស់ប្រមាណមួយឆ្នាំអស់ប្រមាណបងប្អូនក៏ត្រូវថ្លឹងថ្លែងដែរចំណុចទី6យើងត្រៀមប្រាក់កក់ហ្នឹងវាជាទូទៅឥឡូវគេបង់រំលោះ 100% សុទ្ធទៅហើយក៏ប៉ុន្តែវាធ្ងន់សម្រាប់យើងបើសិនជាយើងមានលុយ 20% យើងមានលុយ 25% ឬក៏ 40-50% ហ្នឹងឯងក៏វាជួយកាត់បន្ថយបំណុលយើងដែរយើងក៏អត់សូវពិបាកដែរបន្ថយអីខ្លះទី1បន្ថយបង់ទាបប្រចាំខែទី2ការប្រាក់យើងក៏អស់តិចដែរហើយចំណុចទី3ទៀតការបង់ប្រចាំខែយើងអស់តិចហើយគឺបំណុលរបស់យើងក៏វាអស់តិចអញ្ចឹងដែរឧទាហរណ៍ថាលើយើងអស់សរុប 2000 ដល់ពេលដែលយើងចូលរួម 50% យើងអស់ទៅ 1000 ទេអញ្ចឹងក៏ងាយស្រួលក្នុងការចំណាយប្រចាំខែយើងងាយស្រួលក្នុងការបង់ដែលវាធ្វើឲ្យយើងលើសពីសមត្ថភាពក្នុងការបង់របស់យើងចំណុចទី7បងប្អូនយើងត្រូវអានកិច្ចសន្យានៃការបង់ឲ្យបានច្បាស់លាស់ថាតើការប្រាក់នឹងយ៉ាងម៉េចសេវាកម្មនឹងយ៉ាងម៉េចកាលបរិច្ឆេទត្រូវបង់យ៉ាងម៉េចបងប្អូនការផាកពិន័យលក្ខខណ្ឌផ្សេងអញ្ចឹងបងប្អូនបើសិនជាយើងអត់យល់យើងសួរបុគ្គលិកធនាគារថាតើលក្ខខណ្ឌនឹងយ៉ាងម៉េចបើសិនជាយើងបង់យឺតនឹងគេមានផាកពិន័យដែរឬក៏អត់លក្ខខណ្ឌដែលយើងត្រូវបង់នឹងបង់ថ្ងៃណាដែលថ្ងៃណាយើងបង់ថ្ងៃណាដែលយើងបង់យឺតប្រហែលថ្ងៃវាលោតទិន្នន័យ CBC របស់យើងមានបញ្ហាយ៉ាងម៉េចអីយ៉ាងម៉េចបងប្អូនត្រូវតែសួរបើសិនជាបងប្អូនអត់យល់សួរភ្នាក់ងារធនាគារទៅគេនឹងប្រាប់បងប្អូនហើយចំណុចទី8អ្វីដែលយើងត្រូវពិនិត្យអីគេបងប្អូនគឺយើងពិនិត្យប្រវត្តិឥណទានរបស់យើងថាតើយើងធ្លាប់បង់យឺតដែរឬអត់ពេលយើងកម្ចីលើកមុនប្រវត្តិយើងបង់ល្អដែរឬអត់ពេលយើងកម្ចីលើកមុនបើសិនជាយើងប្រវត្តិយើងបង់ល្អហើយពេលយើងស្នើសុំកម្ចីបង់រំលោះម៉ូតូគឺបង់ទៅអត់មានបញ្ហាទេប៉ុន្តែនៅពេលដែលយើងរអាក់អួលដោយប្រការណាមួយយើងបង់យឺតបើសិនជាយើងបង់យឺតភាគរយនៃ CBC របស់យើងប្រកាសជាធ្លាក់បន្ទុកហើយអញ្ចឹងបើសិនជាយើងមានលុយផ្ដាច់យើងកុំផ្ដាច់ភ្លាមបើយឺត3ខែយើងបង់បន្ត3ខែ6ខែទៀតដើម្បីស្ដារបន្ទុកអស់មកវិញអញ្ចឹងបើសិនយើងបង់ឲ្យទៀងទាត់ទៅបន្ទុករបស់យើងមកល្អមកវិញបើសិនជាយើងយឺតមួយឆ្នាំយើងយល់ល្អបង់មួយឆ្នាំបន្តទៀតអានឹង CVC របស់យើងបន្ទូលល្អមកវិញល្អវាមានប្រយោជន៍ត្រឹមណាមានប្រយោជន៍ត្រឹមថានៅពេលដែលយើងស្នើកម្ចីលើក្រោយទៀតយើងគឺខ្ចីបានបើសិនជាយើងបង់ផ្ដាច់ហើយយើងនឹងខូចស្នើកម្ចីជាលើកទី2គឺកម្ចីលែងបានហើយបងប្អូនអញ្ចឹងបងប្អូនត្រូវតែគិតដែរចំណុចកន្លែងហ្នឹងចំណុចទី9បងប្អូនត្រូវគិតពីការចំណាយក្រោយទិញអញ្ចឹងបងប្អូនបើសិនជាទិញហើយថាតើអ្វីដែលបងប្អូនទិញនឹងវាចំណាយទៅលើអីខ្លះចំណាយទៅលើចុះឈ្មោះចំណាយទៅលើធានារ៉ាប់រងដែរឬក៏អត់អានឹងភាគរយធានាគារតិចតួចណាស់ដែលមានធានារ៉ាប់រងថែទាំជួសជុលអញ្ចឹងបងប្អូនថាតើម៉ូតូដែលបងប្អូនទិញនឹងការជួសជុលវាថ្លៃដែរឬក៏អត់អានឹងជាទូទៅវាតាមប្រភេទម៉ូតូទេបើពួកអូតូចំណាយជួសជុលនឹងចំណាយវាងាយស្រួលតែយើងគិតទៅលើការចំណាយប្រចាំខែរបស់យើងឥឡូវឧទាហរណ៍ថាយើងបង់រំលោះឲ្យមួយខែយើងសល់តែ$50ទេចុះបើសិនជាម៉ូតូខូចចុះបើសិនជាចាយវាយអញ្ចឹងបងប្អូនត្រូវថ្លឹងថ្លែងតែក្រោយពេលបង់ឲ្យបងប្អូនមានហានិភ័យហិរញ្ញវត្ថុដែរឬក៏អត់អញ្ចឹងជាទូទៅចំណុចទី10ប្រាក់សន្សំបន្ទាន់អញ្ចឹងបងប្អូនជាទូទៅគួរតែមានប្រាក់សន្សំនៅពេលដែលយើងបង់រំលោះហេតុអីបានយើងត្រូវមានប្រាក់សន្សំបើសិនជាយើងបាត់ការងារភ្លាមរយៈពេល3ខែទៅ6ខែយើងនឹងបង់យឺតយើងអត់មានលុយបង់គឺយើងខូចឈ្មោះភ្លាមអញ្ចឹងបើសិនជាយើងមុននឹងសម្រេចចិត្តបង់រំលោះបងប្អូនត្រូវមានប្រាក់សន្សំในការបង់3ខែទៅ6ខែនៅពេលដែលយើងបាត់បង់ការងារនៅពេលដែលយើងមានជំងឺបន្ទាន់នៅពេលដែលយើងមានចំណាយបន្ទាន់ព្រោះអ្វីដែលយើងកើតឡើងដោយយើងមិនដឹងមុនអានឹងគឺជាហានិភ័យអញ្ចឹងបងប្អូនជាទូទៅបើសិនជាយើងមានលុយបំរុងគឺកាន់តែល្អអានេះយើងជាទូទៅគឺមានវាល្អប៉ុន្តែបើអត់មានក៏យើងថ្លឹងថ្លែងតាមជាក់ស្ដែងអញ្ចឹងទៅអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីចំណុចទាំង6ដែលជាកំហុសរបស់មនុស្សភាគច្រើនធ្វើពេលដែលគាត់មុនពេលបង់រំលោះអញ្ចឹងជាទូទៅបើសិនជាគាត់ទិញព្រោះតែ promotion ព្រោះតែការបញ្ចុះតម្លៃគឺប្រកាសជាអត់ល្អទេហើយបើសិនជាគាត់មិនបានប្រៀបធៀបពីធនាគារមួយទៅធនាគារមួយអត្រាការប្រាក់ការបង់យ៉ាងម៉េចហើយពិនិត្យលើប្រាក់ដែលត្រូវបង់ប្រចាំខែអស់ប្រមាណឬក៏មិនអស់ប្រមាណបងប្អូនអត់បានអានកិច្ចសន្យាឲ្យបានលម្អិតហើយបងប្អូនទិញម៉ូតូឲ្យលើសពីសមត្ថភាពរបស់យើងដោយអត់បានគិតពីថ្លៃថែទាំគិតថ្លៃសេវាគិតថ្លៃជួសជុលគិតថ្លៃសាំងអានឹងគឺជាចំណុចដែលបងប្អូនភាគច្រើនគឺអត់សូវបានគិតទេតែកាលណាទិញហើយពេលដែលខូចគឺអត់លុយ
ជួសជុលតែម៉ូតូអត់មានលុយទៅបង់រំលោះមានលុយទៅបង់រំលោះបង់ប្រចាំខែហើយអត់មានលុយជួសជុលម៉ូតូអញ្ចឹងអ្វីដែលយើងត្រូវគិតមុនពេលបង់រំលោះក៏យើងគិតតាមអញ្ចឹងដែរអញ្ចឹងមុនពេលដែលបងប្អូនទិញម៉ូតូបង់រំលោះតាមធនាគារបងប្អូនត្រូវពិនិត្យថាសមត្ថភាពហិរញ្ញវត្ថុរបស់យើងតើយើងអាចបង់បានប៉ុណ្ណាតាមលក្ខខណ្ឌរបស់ធនាគារមួយបងប្អូនទូទាត់ប្រាក់សន្សំទូទាត់ប្រាក់ដែលបងប្អូនអាចចូលរួមបានកាន់តែល្អព្រោះអ្វីទាំងហ្នឹងវាជួយឲ្យបងប្អូនធ្វើការសម្រេចចិត្តដែលត្រឹមត្រូវជាទូទៅបើសិនជាយើងបានការប្រាក់កាន់តែទាបបងប្អូនគឺកាន់តែល្អដោយសារអីដោយសារយើងបង់កាន់តែតិចអញ្ចឹងភាគរយដែលយើងម៉ូតូទិញហ្នឹងគឺទាបជាងនៅទីផ្សារអញ្ចឹងឧទាហរណ៍ថាការ 1% យើងបង់អស់ 3000 អញ្ចឹងការ 2% បង់អស់ 3500 ទៅ 4000 អានឹងជាចំណុចដែលយើងត្រូវចំណេញរបស់បងប្អូនហើយអញ្ចឹងមុនពេលបង់រំលោះទាំង10ចំណុចហ្នឹងបងប្អូនត្រូវថ្លឹងថ្លែងបន្ទាប់ពីយើងដឹងអំពីមុនពេលលក្ខខណ្ឌនៃការបង់រំលោះហើយឥឡូវយើងចូលទៅដល់ចំណុចថានៅពេលដែលយើងបង់រំលោះអញ្ចឹងបងប្អូនខ្លះឲ្យទៅដកម៉ូតូបង់រំលោះហើយគាត់ថាចប់ហើយគឺអត់ចប់ទេបងប្អូនធាតុពិតកំហុសនៅពេលដែលយើងបង់រំលោះហ្នឹងក៏វាច្រើនដែរហេតុអីព្រោះដល់ពេលដែលយើងមានបញ្ហាខាតអីគេគឺខាតលុយហ្នឹងហើយអញ្ចឹងអាហ្នឹងក៏មានពេល10ចំណុចដែរពេលដែលយើងបង់រំលោះហ្នឹងយើងគូគិតទៅលើអីខ្លះអញ្ចឹងយើងគូគិតថាតើហិរញ្ញវត្ថុរយៈពេលវែងរបស់បងប្អូនអញ្ចឹងបងប្អូនត្រូវគិតថាចំណុចអ្វីដែលយើងត្រូវពេលបង់រំលោះបងប្អូនត្រូវគិតថាអានកិច្ចសន្យាឲ្យបានច្បាស់លាស់ជាចំណុចទី1ព្រោះកិច្ចសន្យាឧទាហរណ៍ថាយើងបង់ផ្ដាច់រយៈពេល6ខែគេផាកពិន័យដែរឬក៏អត់ឧទាហរណ៍ថាការប្រាក់ប៉ុន្មានដែលពេលដែលយើងបង់រំលោះហ្នឹងគេមានលិខិតស្នាមនៅលើហ្នឹងហើយមានតារាងបង់ប្រាក់ហ្នឹងបងប្អូនត្រូវអានឲ្យបានច្បាស់លាស់មុននឹងបងប្អូនចុះហត្ថលេខាមុននឹងបងប្អូនផ្តិតមេដៃរយៈពេលបង់ការផាកពិន័យបើសិនជាបង់យឺតមុនពេលដែលបងប្អូនបង់ផ្ដាច់ហ្នឹងមានលក្ខខណ្ឌអីខ្លះប្រហែលខែផាកពិន័យបងប្អូនត្រូវតែអានអញ្ចឹងចំណុចឯកសារទី1បងប្អូនត្រូវតែអានណាមុនពេលដែលបងប្អូនចុះហត្ថលេខាឬក៏ផ្តិតមេដៃព្រោះបើសិនជាអានមានចំណុចតាណាមួយដែលបងប្អូនមិនពេញចិត្តបងប្អូនអាចចរចាបានឬក៏មិនបង់រំលោះបើសិនជាខុសទៅលើអ្វីដែលបងប្អូនគិតពីផ្នែកខាងមកចំណុចទី2អញ្ចឹងចំណុចទី2ចូលដល់ថាយើងបានម៉ូតូហើយអញ្ចឹងបងប្អូនត្រូវគិតយ៉ាងម៉េចត្រូវគិតថាពិនិត្យម៉ូតូឲ្យបានល្អបងប្អូនលេខទូលេខម៉ាស៊ីនម៉ូតូពិនិត្យសម្បកកង់ពិនិត្យភ្លើងពិនិត្យប្រាំងពិនិត្យគ្រឿងបន្លាស់ហើយបើសិនជាអាចបងប្អូនគូតែជិះម៉ូតូសាកល្បងជាមុនសិនដើម្បីដឹងថាម៉ូតូរបស់បងប្អូនត្រូវនឹងឯកសារដែរឬក៏អត់ម៉ូតូបងប្អូននឹងមានភាពជិះស្រួលមានភាពលំនឹងមានភាពអីដែរឬក៏អត់អញ្ចឹងកាលណាជួនកាលស្រាប់តែបងលាស់ឲ្យផ្តិតមេដៃដកម៉ូតូមកដល់ជិះអត់កើតម៉ូតូជិះមានបញ្ហាអញ្ចឹងទៅហើយក្រុមហ៊ុនហ្នឹងគេមានធានាឲ្យយើងធ្វើដែរឬក៏អត់នៅពេលដែលបងរំលោះចំណុចកន្លែងហ្នឹងចំណុចទី3ដែលបងប្អូនធ្វើគឺការរក្សាឯកសារជារឿងដែលសំខាន់កិច្ចសន្យាបង់រំលោះវិក័យប័ត្របានធានាជាទូទៅបើហាងម៉ូតូគេមានឲ្យបានធានាបងប្អូនក៏ត្រូវតែរក្សាទុកដែរអញ្ចឹងប្រកាន់ដៃបង់ប្រាក់បងប្អូនបើយើងទូទៅយើងកាលណាបង់ប្រាក់យើងមានប្រកាន់ដៃហើយបើសិនជាបង់តាមធនាគារបងប្អូនស្គ្រីនឆតទុកដែរទុកដើម្បីជាផុសតាងថ្ងៃណាមួយមានបញ្ហាបងប្អូនមានផុសតាងអានឹងស្រាច់ជាទូទៅអញ្ចឹងចំណុចទី4បង់រំលោះឲ្យទាន់ពេលហ្នឹងចង់និយាយថាពេលដែលយើងបង់លុយយើងបង់កុំឲ្យយឺតឲ្យទាន់យើងត្រូវដាក់ការបច្ចេកកំណត់ក្នុងទូរស័ព្ទរបស់យើងថ្ងៃណាដែលត្រូវបង់ជួនកាលបើសិនជាបងប្អូនភ្លេចគឺខូច CBC ហើយកាលណាបង់យឺតជាទូទៅបើសិនជាបងប្អូនថាបង់ថ្ងៃទី2អញ្ចឹងមុនថ្ងៃទី2ថ្ងៃទី30ថ្ងៃទី1បងប្អូនបង់ឲ្យហើយអញ្ចឹងទៅដើម្បីកុំឲ្យហួសកាលណាហួស CBC របស់យើងវាធ្លាក់បន្ទុកឬក្រុមហ៊ុនផាកពិន័យជាទូទៅវាមិនសូវមានការផាកពិន័យទេចំណុចកន្លែងហ្នឹងប៉ុន្តែវាមានបញ្ហាខូច CBC របស់យើងទៅថ្ងៃក្រោយខូចប្រវត្តិនៃការបង់ហិរញ្ញវត្ថុរបស់យើងទៅថ្ងៃក្រោយហើយបើសិនជាយើងបង់រំលោះហើយបងប្អូនចំណុចទី5ក្នុងពេលដែលបងប្អូនកំពុងតែបង់រំលោះម៉ូតូអ្វីដែលបងប្អូនកំពុងតែធ្វើបងប្អូនកុំបង្កើតបំណុលផ្សេងទៀតដោយសារយើងជាពាក់ទៅលើម៉ូតូហើយអ្នកខ្លះទៅលេងបង់រំលោះម៉ូតូហើយទៅបង់រំលោះឡានទៅបង់រំលោះទូរស័ព្ទទៀតចុងបញ្ចប់មានឯណារត់រួចមនុស្សរត់បាត់អត់មានលទ្ធភាពខូចទាំងឈ្មោះម៉ូតូខូចទាំងឈ្មោះទូរស័ព្ទខូចទាំងឡានអញ្ចឹងអានឹងគឺជាបញ្ហាដែលបងប្អូនត្រូវគិតពិចារណាអញ្ចឹងដែរអ
ចំណុចទី6បងប្អូនពេលបានម៉ូតូហើយបងប្អូនថែទាំវាកុំឲ្យខូចបងប្អូនពិនិត្យមើលហ្វ្រាំងពិនិត្យមើលប្រេងម៉ាស៊ីនដូរឲ្យបានទៀងទាត់ការថែទាំតាមក្រុមហ៊ុនបើសិនជាម៉ូតូថ្មីបងប្អូនប្រយ័ត្នមែនទែនគឺអានសភៅណែនាំជាពិសេសម៉ូតូ Honda Dream Series ប្រើប៊ិចហ្នឹងណាបើសិនជាយើងអត់អានតាមសភៅណែនាំអត់ធ្វើតាមសភៅណែនាំទៀងទាត់គេងាយនឹងមានបញ្ហាខ្លាំងណាស់អានឹងចំណុចហ្នឹងបងប្អូនត្រូវតែពិចារណាចំណុចទី7បងរំលោះហើយអ្វីដែលបងប្អូនត្រូវធ្វើគ្រប់គ្រងថវិកាប្រចាំខែឲ្យបានល្អកំណត់ប្រាក់ដែលបងប្អូនបងរំលោះជាមុនសិនកុំចាយលើសចំណូលក៏ឯនឹងចង់និយាយថាបើសិនជាបងប្អូនបងរំលោះ$60អញ្ចឹងបងប្អូនដកលុយបងសិនទៅបានយកសល់ប្រមាណបងប្អូនយកមកចាយបងប្អូនកុំឲ្យសោះនៅពេលដែលយើងដកលុយមកចាយហើយចាំយកលុយទៅបងរំលោះដោយសារការចាយរបស់យើងជួនកាលចាយទៅវាភ្លេចតែកាលណាចាយទៅវាភ្លេចភ្លាំងប្រកាសជាមានបញ្ហាហើយបងប្អូនត្រូវតែដកលុយបងរំលោះជាមុនសិនចាំយកលុយមកចាយក្រោយចំណុចទី8បងប្អូនកាលណាមានលុយហើយបងប្អូនត្រូវទុកប្រាក់សន្សំសម្រាប់ពេលបន្ទាន់ផងពេលបន្ទាន់យ៉ាងម៉េចពេលកំពុងបងរំលោះនឹងពេលមានបញ្ហាការងារបងប្អូនអាចដកសន្សំបានបន្តិចថ្ងៃក្រោយបងប្អូនមានបញ្ហាការងារឬក៏បងបាត់បង់ការងារឬក៏បងប្អូនមានជំងឺអញ្ចឹងបងប្អូនក៏ត្រូវតែមានលុយសម្រាប់មើលដែរដោយសារអីអាឡូថតយើងបាត់ការងារភ្លាមស្រាប់តែរំលោះម៉ូតូក៏យើងអត់មានលុយបង់អញ្ចឹងលុយសន្សំដែលយើងទុកហ្នឹងគឺត្រូវបង់ល្អហើយបើសិនជាយើងមានជំងឺអញ្ចឹងអាលុយដែលយើងយកទៅបង់រំលោះហ្នឹងស្រាប់តែមើលជំងឺបានអញ្ចឹងយើងអត់មានលុយបង់អញ្ចឹងកាលណាសន្សំតិចសម្រាប់ពេលមានអាសន្នហ្នឹងជាចំណុចបង្ការជាចំណុចការពារហានិភ័យពេលយើងបង់រំលោះហ្នឹងក៏កាន់តែល្អដែរចំណុចទី9បើសិនជាបងប្អូនអត់មានលទ្ធភាពបង់រំលោះទេអញ្ចឹងបងប្អូនកុំគិតវេះបងប្អូនត្រូវតាក់ទងតាមផ្នែកធនាគារដើម្បីរកដំណោះស្រាយកុំឲ្យការបង់របស់យើងមានបញ្ហាយើងអត់បានបង់មួយខែទី1ឬខែទី2ប៉ុន្តែមុននឹងយើងអត់មានលទ្ធភាពបង់យល់ល្អគឺតាក់ទងធនាគារកុំឲ្យចាំខូចមុនដើម្បីរកដំណោះស្រាយណាមួយដែលអាចទទួលយកបានចំណុចទី10ចំណុចចុងក្រោយគេកាលណាប្រើម៉ូតូបងប្អូនប្រើម៉ូតូដែលមានតម្លៃសមស្របទៅនឹងអ្វីសមស្របទៅនឹងចំណូលរបស់យើងប្រើដោយការទទួលខុសត្រូវការពារគ្រោះថ្នាក់ចរាចរណ៍គោរពច្បាប់ចរាចរណ៍ដើម្បីអីឧទាហរណ៍ថាពេលយើងគ្រោះថ្នាក់ចរាចរណ៍ការងារក៏អត់ម៉ូតូក៏ខូចម៉ូតូក៏ជាប់រំលោះអញ្ចឹងគឺអ្វីដែលបងប្អូនត្រូវតែប្រយ័ត្នប្រយែងហើយចំណុចកំហុសទាំងឡាយគឺមាន4-5ចំណុចដែលបងប្អូនពេលបង់រំលោះបងប្អូនត្រូវតែជៀសវាងទី1បើសិនជាបងប្អូនបង់យឺតប៉ុន្តែកុំឲ្យយឺតជាញឹកញាប់ឲ្យសោះបងប្អូនបាត់ឯកសារកិច្ចសន្យាបងប្អូនព្យាយាមកុំឲ្យបាត់ណាហើយទី1ទៀតបងប្អូនថែទាំម៉ូតូឲ្យបានល្អការចំណាយរបស់បងប្អូនត្រូវដកលុយបង់រំលោះសិនហើយចាំយកលុយមកចាយបើសិនជាមានបញ្ហាបងប្អូនអស់លទ្ធភាពបង់បងប្អូនតាក់ទងខាងធនាគារជាមុនសិនអញ្ចឹងការទិញម៉ូតូបង់រំលោះពេលដែលយើងបានម៉ូតូហើយវាអត់ទាន់ចប់ទេអត់ទាន់ថាជោគជ័យនោះទេព្រោះអ្វីដែលយើងត្រូវបង់វែងឆ្ងាយទៀតអ្នកខ្លះបង់3ឆ្នាំម៉ូតូថ្មីអ្នកខ្លះបង់ដល់5ឆ្នាំអញ្ចឹងយើងក៏អត់ដឹងថាថ្ងៃណាមួយយើងមានបញ្ហាកន្លែងណាមួយដែរអញ្ចឹងការថែទាំម៉ូតូការគ្រប់ច្បាប់ចរាចរណ៍ការបង្កើតលុយមួយដើម្បីលុយនឹងសម្រាប់ពេលមានអាសន្ននឹងជាចំណុចមួយដែលល្អបាទបងប្អូនបានស្ដាប់រួចហើយក្នុងកំឡុងពេលបង់រំលោះយើងគួរធ្វើយ៉ាងម៉េចឥឡូវនេះខ្ញុំបន្ថែមចំណុចមួយទៀតក្រោយពេលបង់រំលោះដើម្បីឲ្យការបង់រំលោះរបស់បងប្អូនមានភាពជោគជ័យមានភាពរលូនអញ្ចឹងបងប្អូនអាចអីគេបងប្អូនថែទាំម៉ូតូដើម្បីអីគេដើម្បីកុំឲ្យបាត់បង់ទាំងលុយបាត់បង់ទាំងម៉ូតូអញ្ចឹងខ្ញុំនឹងចែកចម្លែក10ចំណុចទៀតចំណុចខ្លះវាស្តៀងគ្នានឹងអាពេលដែលយើងកំពុងបង់រំលោះនឹងឯងក៏ប៉ុន្តែចំណុចចុងក្រោយបង់រំលោះនឹងវាមានចំណុចមួយចំនួនក៏វាសំខាន់ដែរបងប្អូនត្រូវយកចិត្តទុកដាក់ដែរក្រោយពេលយើងទិញម៉ូតូហើយក្រោយពេលយើងបង់រំលោះហើយដើម្បីឲ្យជួយឲ្យការបង់រំលោះរបស់បងប្អូនគឺអត់មានបញ្ហាហើយគឺអត់ជួបបញ្ហាហិរញ្ញវត្ថុដែរអញ្ចឹងចំណុចមួយបងប្អូនត្រូវបង់ឲ្យទាន់ពេលវេលាជារៀងរាល់ខែជៀសវាងការផាកពិន័យបង់ឲ្យទាន់នឹងដើម្បីរក្សាប្រវត្តិ credit របស់យើងប្រវត្តិឥណទានប្រវត្តិ CVC របស់យើងឲ្យបានល្អបង្កើនឱកាសដើម្បីទទួលបានប្រាក់កម្ចីនៅពេលខាងមុខនៅពេលដែលបងប្អូនបង់ទៀងទាត់ទៅបងប្អូនមានប្រវត្តិល្អ CVC បងប្អូនល្អប្រវត្តិឥណទានបងប្អូនល្អ
chừng chu tơi dương cua tay bằng cao tê kê bằng cao ca trong chăm khai thà reminder tam tua sạp chẳng tới rứ có bông ôn đã nốt bằng đôi khác sật cho mùi nâng thịnh kia thả bằng rò khai nơi ngày na chẳng tới bởi sinh chỉ ai phơ bán anh nâng cái hơi thà phơ cả bằng đòi xoay của bọt anh nâng bởi sinh chỉ bông ôn ọt đấng bông ôn hỏi từ khang thịnh kia tới thịnh kia cái chui prap thà cả bằng xoay của bọt việc đo ngày tí này bằng đo ngày tí này bằng xoay của bọt u thọ thà lấy bông ôn bao quạt hai ngày pram chân ngàyผมมุดไอโอโตบองจังเต๋อchân dươngนึงเคยทาเปรย์dươngบองออกประมาณให้บันยังซอนลุยอยู่มาจ่ายอันนั้นก็จีรอได้แกหายทาเพื่อกาบองประดอยไฟประวัติจำนวนตีปีเรื่องประกันใดดังไอกษานั้นพยมบานปราบโดยหายเรื่องสำคัญนะบองโอนบานตนีไอกษาประกันใดบองประเกิดสัญญาบองประบัสกิมช็อตบ้านบัสยืมบองตะนำตนีกี้อันนั้นก็จะนวยมวยได้รอได้จำนวนตีใบกาแทตัวมาโตเต้าแต่แทตัวมาบานเตียงตัวจึงมาโดปลายบาดมาคายมาดองใช้มือปรางใช้มือสมบัติฟองใช้มือปูให้ใช้มือมวยตีคือใช้มือเพลิงใช้มือไอจังตือจังเบอร์เซนจะบองปนปรางมาโตโอโตโกซาได้เบอร์เซนจะสำเร็จเวียพลายลือคางกระเตียกสายเปลี่ยนพลอกจานพลีบองปนเต้าแต่เอาเชียงใช้ดำใบไอดำใบกับอ้อยโคยนังกาโคยเวียนในบัดทอยในติดเบอร์เซนจะบองปนใจแต่จีอดชายเต๊สำหรับแต่ไงนะมุ้ยโคยออกจราวนำดองฮัลโหลทอทำมาแค่ยังบองตัวนี้กี่ให้ยังซอแต่ใส่$10สำหรับจ่ายหรือก็$50สำหรับจ่ายแต่ไปบองปนอดชายมาโตจังเจอแต่ไงก้อยมาโตเมียนปัญหาทั้งหมดเราดอลแต่เรือมาเซนผู้มาเซนออกมา$100จังบองปนเมียนลุยนาตัดฟืนมาโตเมียนลุยนาสลับจ่ายเมียนลุยนาตะบองตนีกีอันนั้นบองปนตรึกเกิดการไทยตอมติดนั่งเวการปีหันไปไงกล้อยยังตรึกการฟืนนั่งเวทฟืนออกจางนำร้องวิจเมียนปัญหากาบองบองปนให้จำนวนตีบุญบองปนรีบจอมถ่ายการประจำแข่จิตตูเตอร์กาบองลำล้อนั่งจัดตกทาจีอัตเพียบให้บองปนโดยซานั่งเกียรตรอบระบบบองปนจึงเกียรตรอบให้ยังเติร์บองเวมุนซอประมาณบานยังประตอดอใจเกียรธรรมดาจึงกาประตอบองกาประกาประตอทันซอมประคนในเตอร์แต่เฟอร์เชียบอลตอมาตอบดำใบกาเปียไอเกกาเปียลุยบ่มรองบ่บองปนเปนาได้ยังมีนจมงือนเปนาได้ยังมีนกอดหน้านเปนาได้ยังบัดบองกาเงนเปนาได้ยังตระกาจุชูลมาโตประตวนอันนั้นขยมกบาลยีขังเลือได้ยังไทยตัวมาโตนใบกบอยมาโตจุชูลประตวนปัญไตเบอร์เซนจีมาโตการลางเมียนปัญหาจำนวนนามวยบองปนเมียนลุยจนซ้อมบองปนออนตดอลุยยังจำนายประจำขายออนตดอลุยได้ยังบองกับหลวงเตอันนั้นช่วยการเปียบองปนดำใบเดซาเครดิตประวัติบองตัวนี้เก็บบองปนบานโอจำนวนตีประมวยบองปนเบอร์เซนจีมันจำได้เตบองปนกลมตึกใจลุยเก็บประทายตีกลมเตยบนทายดมโนประทายตีดอยซาโดยซาเปนึงยืนกำปงไตประคอยบ่มโนหายยังกลมบังการบ่มโนการนาเวียนเลิกปีสมัติเพียบบ่ยืงประกอบจะมีปัญหาอะไรถกในกล่าวใหญ่เบอร์เซนยืงกัดบันทอยกะบังไอกันตลอดเอากันแต่บานกันแต่ชัดคือกันตลอดก้มบังการบ่มโนไอสอบจำนวนตีปมเปิลกาปลามันโตนั่งบองโตนเตยปลามันโตโดยเมียนกาตัวเขาเตยเปะมุสมัติเพียบกรุบฉบับจราจรจีเวียงบางโบโดยปัญญาจีเวียงบางโบโดยเมียนฮันนิพัยปัญญาประตอนซึ่งเมื่อสัญญาบองโอนเมียนปัญหากฎหนาจราจรหรือก็จำนวนตนามุ้ยบองโอนตระคาตีได้จึงบองโอนไตรไทยตอมตรอกสมบัติมาโตระหว่างบองโอนออยบานโอบองปดอันนั้นคือจำนวนมุ้ยได้บองโอนตระเกิดได้จำนวนตีปมใบบองโอนปลามาโตดำใบบางการตำลายบางการตำลายนั้นคือจ้องยีทำไปยืงโรจำนวนบนไทยภาษากาแต่ធ្វើការយើងធ្វើការឲ្យបានទៀងទាត់យើងបង្កើនលទ្ធភាពអាជីវកម្មបើសិនជាបងប្អូនមានម៉ូតូហើយបងប្អូនអាចធ្វើការផ្សេងមួយទៀតក៏កាន់តែល្អអាចមើលធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយក៏កាន់តែល្អបើមានការងារមួយហើយថែមការងារមួយទៀតអត់ប៉ះពាល់ទេយើងមានម៉ូតូជិះហើយអានឹងគឺការបង្កើតតម្លៃនៅពេលដែលយើងមានម៉ូតូអញ្ចឹងការបង្កើនតម្លៃប្រាក់ខែរបស់យើងកើនយើងអាចបន្ថយការបង់របស់យើងដោយសារយើងសន្សំហើយយើងមានពេលបង់ផ្លាច់យើងមានការចំណេញច្រើនហើយចំណុចទី9បើសិនជាបងប្អូនមានបញ្ហានៃការបង់យឺតបងប្អូនត្រូវតាក់ទងទៅខាងធនាគារភ្លាមថាតើគួរតែមានបញ្ហាដំណោះស្រាយយ៉ាងម៉េចគួរតែបាត់បង់ការងារឬក៏យ៉ាងម៉េចគួរតែដកម៉ូតូឬក៏យ៉ាងម៉េចធ្វើយ៉ាងម៉េចណាបងប្អូនត្រូវតែសិក្សាហើយសួរយោបល់ខាងផ្នែកធនាគារអញ្ចឹងចំណុចទី10
ការបញ្ចប់បំណុលឲ្យបានឆាប់ដូចខ្ញុំនិយាយពីមុនថាអញ្ចឹងបើយើងរកចំណូលបានបន្ថែមកាន់តែច្រើនគឺកាន់តែល្អយើងសន្សំលុយឲ្យថ្ងៃក្រោយពេលដែលយើងមានលុយយើងអាចបង់ផ្ដាច់បានអានឹងគឺចំណុចមួយដែលល្អដែរហើយចំណុចដែលយើងត្រូវជៀសវាងនៅពេលខាងមុខនៅពេលមុនក៏ខ្ញុំបាននិយាយដែរការថែទាំម៉ូតូបង់រំលោះយឺតចំណាយលើចំណូលបាត់ឯកសារសំខាន់ការខ្ចីបំណុលបន្ថែមទៀតក៏បងប្អូនត្រូវគិតពិចារណាដែរនៅពេលដែលបងប្អូនមានបញ្ញារញ្ញវត្ថុបងប្អូនត្រូវតែទាក់ទងធនាគារចំណុចកន្លែងហ្នឹងគឺជាចំណុចមួយដែលល្អអញ្ចឹងការទិញម៉ូតូបងរំលោះហ្នឹងវាមិនមែនជាការចុងក្រោយនៃការសម្រេចចិត្តរបស់បងប្អូនទេអ្វីដែលបងប្អូនសំខាន់ពេលបានម៉ូតូហើយបងឲ្យបានទៀងទាត់ថែទាំម៉ូតូឲ្យបានល្អបន្តសន្សំប្រាក់នៅពេលដែលមានបញ្ហាម៉ូតូខូចបាត់បង់ការងារបងប្អូនអត់ប៉ះពាល់ដល់ការបង់របស់បងប្អូនទេហើយជាទូទៅម៉ូតូរបស់បងប្អូនគឺយកទៅបង្កើនចំណូលបន្ថែមទៀតដែលជាទូទៅការបង្កើនចំណូលបន្ថែមនឹងវាធ្វើឲ្យបងប្អូនសម្រាលបន្ទុកហិរញ្ញវត្ថុរបស់បងប្អូនបាទអរគុណច្រើន